Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកផាត់មកទៅការអ្នកភូមិផាត់មុខលើកទី1ថ្ងៃនេះអត់ចូលជាងផាត់ខ្លួនឯងឥឡូវនេះខ្ញុំកំពុងដាក់ម្សៅតំណបន្ទាប់មកខ្ញុំគូនចាមនេះខ្ញុំអត់ចេះគូនចឹងអាហ្នឹងគេហៅផាត់ចាមខ្ញុំផាត់ចាមពណ៌រាងថ្នោតបងចាឥឡូវនេះខ្ញុំកំពុងតែសិនចាមបបោម្សៅ color ដែលយើងផាត់មិញហ្នឹងឲ្យវាបែកស្អាតមើលទៅបែបធម្មជាតិល្អអញ្ចឹងណាបងហើយឥឡូវនេះខ្ញុំចូលមកដល់វគ្គដាក់ color ភ្នែកនេះខ្ញុំស្រឡាញ់ពណ៌បែបទឹកក្រូចលីផ្កាឈូកតិចអញ្ចឹងណាបងអញ្ចឹងខ្ញុំផាត់ពណ៌រាងបែបទឹកក្រូចបន្ទាប់មកខ្ញុំគូកន្លែងកលាក់ភ្នែកហ្នឹងឲ្យមើលទៅឃើញស្រឡះភ្នែកល្អខ្ញុំដាក់ភ្លេងឃើញគេផាត់អញ្ចឹងខ្ញុំផាត់អញ្ចឹងតាមគេដែរបងហើយឥឡូវនេះខ្ញុំឃើញគេចូលចិត្តគូក្រោមភ្នែកហ្នឹងយកកលាក់ភ្នែកដល់ខ្ញុំគូតាមគេដែរខ្ញុំយកពណ៌រាងសូកូឡាខ្មៅបន្ទាប់មកខ្ញុំគូក្រោមភ្នែកយកពណ៌ខ្មៅដើម្បីឲ្យភ្នែកខ្ញុំហ្នឹងមើលទៅឃើញធំបន្តិចឥឡូវនេះខ្ញុំចូលដល់ពណ៌រងភ្នែកដើម្បីពាក់រងភ្នែកហើយនេះរងភ្នែកដែលខ្ញុំប្រើបងមើលក៏ដឹងដែរថានេះជាការដាក់រងភ្នែកលើកទី1តែមានអីស្អាតដែរតាសម្រាប់ខ្ញុំឥឡូវនេះខ្ញុំគូខ្ទង់ច្រមុះបន្តិចឲ្យមើលទៅឃើញច្រមុះខ្ពស់ស្អាតអញ្ចឹងណាបងឥឡូវនេះខ្ញុំដល់វគ្គលាបក្រែមខ្ញុំផាត់មុខបែបលឿនហើយដាក់ពណ៌រាងទឹកក្រូចស្តៀងនឹងភ្នែកដែរអញ្ចឹងណាបងឥឡូវហ្នឹងផាត់មុខរបស់ខ្ញុំហើយមិនដែរបងស្អាតឲ្យបន្ទុកប៉ុន្មានដែរហើយបើខ្ញុំវិញខ្ញុំឲ្យខ្លួនឯង5លើ10បងដោយសារនេះជាការផាត់មុខលើកទី1របស់ខ្ញុំបងអរគុណបងទាំងអស់គ្នាដែលបានទស្សនាវីដេអូរហូតដល់ចប់បាយបាយ